mình ấy nhá mình activity đặt chung đặt ở khía của đặt ở khía bị chớn và hai chỉ sẽ bàn xua và tay nhầm đặt sừng đua ấy hầu vực đã hay hết chân còn là nhưng mà dù và tham với đặt ở thì mờ nắng khơi nhảy hai buổi tiết và đặt ở khía ai thì mờ nó phơi của miền này ok rồi những mình sắp đá ok chân ngày nắng learning objective bao nhiêu xong tu agenda bao nhiêu cứ địa tổng từ nâng xong tôi như vậy không ai mình tất cả bao nhiêu cứ miền thì mỗi cứ learning objective nhận ở khía đang ta learning arena EOA modeling នឹងគឺរៀនតែដើម្បីអីតើទៅនឹង purpose and use តើទៅនឹងគោលបំណងនៃការប្រើប្រាស់របស់ EEA modeling terminology មានថាពាក្យដែលគេប្រើនៅក្នុងហ្នឹងហើយ cardinality ហើយនឹងdatabase design អូខេmìnhពីលើកដៃហើយខ្ញុំពីលើកដៃហ្នឹងអត់ទេអូខេអញ្ចឹងខ្ញុំ database design អ្នកនរគ្នាប្រហែលជាអាចមានការពិបាកយល់តែមិនអីគ្រាន់ជា concept ទេណាអូខេអូខេអញ្ចឹងខ្ញុំទៅ next learning objective អញ្ចឹង learning objective យើងតើទៅនឹងមេរៀនហ្នឹងគឺទីមួយអ្នកនរគ្នាអាច compare and contrast បានន័យថាអ្នកនរគ្នាអាចប្រៀបធៀបភាពដូចគ្នានិងភាពខុសគ្នាទៅលើតទៅនឹង view driven event driven ហើយនឹង information system នៅក្នុង accounting information system អូខេមួយទៀតគឺតទៅនឹងការប្រើប្រាស់ REA modeling នេះដើម្បីបង្ហាញអំពីព្រឹត្តិការណ៍ដែលកើតឡើងមើលថាសកម្មភាពដែលកើតឡើងនៅក្នុង system ណាហ្នឹងហើយអូខេនេះដោយសារវាចាំងខ្ញុំដាក់ចេះតិចមកអូខេខ្ញុំកុំឲ្យវាចាំងលើអូខេអញ្ចឹងអត់បញ្ហាអីទេយើងតមកទៀតអូខេអញ្ចឹង the purpose ចូលចំណាទី2បានន័យថាគោលបំណងនៃការប្រើប្រាស់នៃ REA អូខេអញ្ចឹងមានន័យថាគោលបំណងនោះគឺដើម្បីបរិយាយអំពីការ event driven នៅក្នុង accounting system មានន័យថាអំពីសកម្មភាពពីព្រឹត្តិការណ៍អ្វីកើតមាននៅក្នុង accounting information system របស់យើងហ្នឹងការប្រើប្រាស់អញ្ចឹងបើការប្រើប្រាស់យើងមើលទៅគឺជាការកំណត់នៃភាពចាំបាច់គឺការសារៈសំខាន់នៃ resource ពី O ណាមកពី resources E គឺ event ហើយនឹង A គឺ agent នៃ accounting information system អូខេហើយវា establish វាបង្កើតនៅទំនាក់ទំនងរវាង3នឹងរវាង resource event និង planning event agent នឹងអូខេអញ្ចឹងក្នុងនោះដែរវាបានរចនានៅទំនាក់ទំនងនៅក្នុង database ដើម្បីយើងធ្វើវាហៅថា implementation ណាបើថា implement the event driven AS ហ្នឹងបើថាយើងអាចឲ្យយើងរៀបចំទៅលើតកតងទៅនឹងទំនាក់ទំនងនៃការដំណើរការរបស់ event driven នៅក្នុង accounting information system ហ្នឹងអូខេអញ្ចឹងជារួមនេះគឺជាគោលបំណងនៃការប្រើប្រាស់តេពីខ្លីនិយាយខ្លីណាយើង answer អាចបានច្រើនមិនតែគាត់ថានេះខ្ញុំខ្លាចសង្ខេបឲ្យខ្លីហើយអ្នកទាំងអស់គ្នាអាចពយល់បានបើសិនជាអាចមានឧទាហរណ៍មានអីក៏អាចល្អដែរប៉ុន្តែឧទាហរណ៍ប្រហែលជាអាចអ្នកទាំងអស់គ្នាត្រូវយល់បើសិនជាមានឆ្ងល់ចង់បានឧទាហរណ៍ខ្ញុំនឹងលើកឧទាហរណ៍ជូននៅពេលបន្តិចទៀតអូខេអញ្ចឹងទៅ terminology បើយើងនិយាយពី terminology បើវាជាស័ព្ទណាដូចជា vocabulary ដែរអញ្ចឹងណា terminology ណាអញ្ចឹងក្នុងនោះដែរពាក្យថា event យើង start ពី event មុនមិន result មុនទេណា event អ្នកស្គាល់តែ event នេះហើយនេះគេដាក់ center column អញ្ចឹងវាមាន3 R E A អញ្ចឹង E វានៅកណ្ដាលគេតិចយើងនឹងឃើញទៅពេលដែលគេរចនាវាឡើងអូខេអញ្ចឹងនៅក្នុង event នោះវាមាន3មានទី1 operating អូខេ
ដូចជាការ sell inventory to customer buy something អីហ្នឹងអានេះ procurement នេះគឺជា operation អូខេ information នេះបកតែព័ត៌មានហ្នឹងមិនតែមិនគឺយើងត្រូវ record នៅព័ត៌មានផ្សេងនៅក្នុងហ្នឹងដើម្បីអាចអនុញ្ញាតឲ្យយើងដឹងអំពីអ្វីដែលយើងបានធ្វើអូខេ decision making decision and management វាទៅលើថាតើយើងត្រូវធ្វើម៉េចដល់កន្លែងនេះយើងត្រូវធ្វើម៉េចយើងត្រូវបំពេញជាអីយើងត្រូវជាដាក់យ៉ាងម៉េចដើម្បីឲ្យយើងទាំងអស់គ្នាដឹងអូខេអញ្ចឹងក្នុងនោះដែរនៅក្នុងevent ហ្នឹងគឺគេប្រើសម្រាប់ strategical significant operation event មានន័យថាគេប្រើសម្រាប់តែoperation event ណាដែលសំខាន់នៅក្នុង P នៅក្នុង ERD ហ្នឹងណា EREA ហ្នឹងណាអូខេចុះមួយទៀតវាកំណត់នៃដំណើរការជាយុទ្ធសាស្ត្រនៅក្នុងការធ្វើដំណើរការគឺដើម្បីយើងដឹងពី judgment អំពី practice ហ្មងទីទៀតយើងនឹងឃើញអំពីតើ OEA ហ្នឹងវាមានទម្រង់បែបណាអូខេនេះគ្រាន់តែជា terminology អ្នកទាំងអស់គ្នាយល់សិនអូខេ resource មិនខ្ញុំប្រើ event ឥឡូវយើងមើល resource ម្ដងបើយើងនិយាយ resource វាជាទូទៅវានៅ left column មានន័យថាវានៅ left ខាងឆ្វេងនៅខ្ចីដៃយើងហ្នឹងយើងមើលទៅវាខាងឆ្វេងដៃហ្នឹងបាទនេះជា resource អូខេ resource ហ្នឹងមានដូចជាthe item ដែលយើងត្រូវការសម្រាប់ប្រើប្រាស់នៅក្នុង event ហ្នឹងថាយើង sell អញ្ចឹងយើង sell to customer យើងត្រូវការអីគេខ្លះគេត្រូវការ inventory ត្រូវការស្អីយើងទៅអូខេឧទាហរណ៍ដូចជា cash សាច់ប្រាក់ inventory ដល់មកប្រហែលមែន inventory ហ្នឹងគឺ inventory អូខេហើយនៅ equipment អូខេហើយនឹង employment application ខ្ញុំដឹងអ្នកនរគ្នាប្រហែលជាយល់ហើយតើតើភាពខុសគ្នារវាង inventory និង equipment ហ្នឹងណាអូខេterminology ចុងក្រោយគេតើតើទាំង A នេះគឺពាក្យ agent ហ្នឹងหมายថាវាជួយទៅស្ថិតនៅ right column អូខេវាទៅដាក់ដល់សម្លេងដល់ចាំជួយមើលព្រមមុខក្តៅទៅអូខេវាស្ថិតនៅខាងស្នាមដៃអូខេជាទូទៅគឺ people ហើយ agent នឹងភ្នាក់ងារហ្នឹងវាមិនអាចទេជាទូទៅគឺជា people ជាមនុស្សដែលអនុវត្តការងារនេះឧទាហរណ៍តែយើង sell មានយើងត្រូវប្រតិបត្តិការលក់មាន sell អ្នកលក់មិនចឹងហ៎ចឹង event sell ទៅធ្វើដោយអ្នកលក់ណាមួយអូខេក្នុងអ្នកលក់យើងអាចជា employee ឬក៏អាចជាបុគ្គលិកយើងឬក៏បើសិនជាព្រឹត្តិការណ៍ផ្សេងនៅក្នុង agent វាអាចជា vendor ស្គាល់អ្នកលក់ឬក៏ customer យើងឬក៏ stockholder យើងអូខេនឹងជាមនុស្សអូខេបើយើងនិយាយអំពីនេះអ្នកទាំងអស់គ្នាឃើញនេះណាterminology នេះវាមាន inventory វាមាន buy inventory វាមាន employee ហើយនឹងវាមាន vendor អញ្ចឹង all entity នេះ entity ដែលយើងបង្ហាញក្នុងនេះហ្នឹងណានៅក្នុងបង្ហាញនេះហ្នឹងតែយើងបង្ហាញនេះគឺជាសិតតែជាអា3មិញហ្នឹងអូខេអញ្ចឹងអ្នកនរគ្នាមួយណាជា all resource មើលទីមើលមួយណា resource មានណាទេ resource មួយណាមើល all entity មួយណា illustrated rectangle resource on the left even middle and agent in the right អញ្ចឹងដោយយកទៅលើ terminology មិញមើលខ្ញុំ start resource មុនព្រោះនៅខាងឆ្វេងដៃមើលសីនាងដូចមាន2ទេអញអត់ឆ្លើយនឹងណាទេសៃហួរបាទហ្នឹងហើយ4ហ្នឹងណាជា resource ខាងឆ្វេងអីគេអានអក្សរមួយអីគេមើលណែ inventory ចឹង inventory នេះជា resource ហើយអូខេហើយចុះឯណានេះagent ឆ្លើយបានទេសិលាក់មីបងអូនអាចagent បានទេ agent
agent បង agent មួយណាតែបងគិតថាជា agent មួយតាដែរឆ្លើយមើលមិញបងសេងហួរក៏ឆ្លើយហើយថា resource គឺ inventory មិនចឹងហីចុះ agent នៅសល់3នេះតើមួយណាទៅបងដឹងទេបងដឹងទេគេដាក់ឲ្យហើយអានេះ resource នៅខាងឆ្វេងដៃណា resource នៅខាងឆ្វេងបាទបងថាម៉េចemployer នឹង vendor ទៅត្រូវអញ្ចឹងអានេះគឺជា agent ចឹងអានេះគឺជានៅហ្នឹងគឺ event ណា event មានជាសកម្មភាពជាកិរិយាសព្ទគឺជាសកម្មភាពទាំងឡាយណាដែលដែលយើងអនុវត្តអូខេហ្នឹងហើយអញ្ចឹង this is the way អូខេវាអត់មានអីបាក់ទេគាត់ហ្នឹងតែគាត់យើង event ចេញមួយអូខេcardinality អាហ្នឹងខ្ញុំមិនដឹងបកប្រែទៅម៉េចទេប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយគឺ cardinality នេះគឺជា relationship បានន័យថាទំនាក់ទំនងរវាង element មួយណា element របស់ពី resource ទៅ event ឬក៏ event ទៅ agent ហ្នឹងអានេះគឺជាទំនាក់ទំនងទីទៀតយើងនឹងឃើញហើយយើងបង្កើតទៅយើងនឹងបញ្យល់ស្រួលព្រោះហេតុអីនៅពេលដែលយើងមានឧទាហរណ៍តទៅនឹងការនេះនឹងបងនឹងយល់នៅពេលសកម្មភាពមួយអញ្ចឹងបន្ទាប់មកគឺតទៅនឹង facilitate creation within database អានេះប្រើសម្រាប់ជំនួយនៅក្នុងការបង្កើត database អូខេហើយជាទូទៅវាមាន3សញ្ញាផ្សេងគ្នាអូខេនេះមួយនេះបើន័យថា0 1ហើយនឹងផ្កាយចា0 1ផ្កាយមិនយើងនឹងមើលតាមនឹងអូខេនេះ0ហ្នឹងបានន័យថា employer process no purchase order អូខេ employee may process no purchase order បើថាបុគ្គលិកគាត់នឹងប្រហែលជាមិនអាចមានទៅធ្វើ event ហ្នឹងទេហើយលេខ1ហ្នឹងបានន័យថា involve បានតែមួយឯងអូខេក្នុង event ហ្នឹងណាហើយចុងក្រោយគេគឺ a single purchase required can be multiple inventory item អញ្ចឹងអា0ហ្នឹងមិនថាអត់អាមួយមានតែមួយបើអ្នកផ្កាយនឹងច្រើនអូខេអញ្ចឹងយើងនឹងឧទាហរណ៍អូខេអញ្ចឹងក្នុងនេះដែរយើង create cardinality រវាង2 element នៅក្នុងREA model ask for question បើយើងអ្នកនរចង់បង្កើតcardinality នេះអ្នកនរគ្នាទៅសួរ4សំណួរនឹងអីខ្លះអូខេសំណួរទី1 h what is the minimum number of y អញ្ចឹងណាគេសួរថាចុះ x មួយហ្នឹងតើវាមានចំនួនប្រមាណដែលតិចបំផុតសម្រាប់ y អូខេ set 1ទី2គឺទៅ h what is the maximum of y តើសម្រាប់ x មួយហ្នឹងវាមានតំណែងចំណងច្រើនបំផុតជាមួយ y ហ្នឹងប៉ុន្មានសួរសំណួរណា set 2អូខេ set 2សួរ x y តើវាមានចំនួនតំណែងចំណងជាមួយនឹង x ប្រមាណអញ្ចឹងយើងនឹងឃើញ x និង y ហ្នឹងគឺitem មួយនៅក្នុង REA ហ្នឹងណាអូខេអញ្ចឹង for x y what is the minimum number of x អូខេអានេះចំនួន4ហ្នឹងដែលយើងត្រូវសួរតោះអូខេអញ្ចឹងយើងមកដល់ហើយនេះអញ្ចឹងយើងចាត់ទុកថា x ជា inventory អូខេ x ជា inventory ហើយនឹង y ជា by inventory អញ្ចឹងតំណែងតំណងវាពីរនេះអញ្ចឹងយើងសួរថា inventory មួយមានតិចបំផុត by inventory ម៉ានតន់សំណួរបានន័យថាតើ inventory មួយត្រូវបានយ៉ាងតិចបំផុតមាន event ទិញ inventory នឹងមានប្រមាណមានច្រើនមានមួយឬក៏គ្មានអូខេចុះសួរថា
បើ inventory មួយនឹងតើ by inventory even នឹងអាចមានច្រើនអត់ច្រើនផុតប្រមាណអូខេចុះ inventory មួយនឹងគេអាចទិញច្រើនដងបានទេអូខេអញ្ចឹងនេះជាសំណួរទៅសួរគេសួរប្រជ្រះវិញអញ្ចឹង by inventory អាចទិញ inventory ច្រើនតិចបំផុតប្រមាណធម្មតាតែយើងបាយតើមាន inventory មិនចឹងហីអញ្ចឹងបើទិញតិចបំផុតមកទិញច្រើនប្រមាណនេះជាសំណួរអូខេអញ្ចឹងដល់ពេលសំណួរវិញយើងយកអា 0.1x មិញមកដាក់ណាអាហ្នឹងចាំមើលដាក់ឧទាហរណ៍ឲ្យទៅបាន example ទៅបានចេះច្រើនអូខេអញ្ចឹងនេះយើង ask question ណាយើង ask question មិញអញ្ចឹង set ទី1យើងសួរអំពីថាពី inventory ទៅ by inventory អញ្ចឹង for each inventory item what is the smallest number by inventory transaction អូខេអញ្ចឹងធម្មតា inventory វា minimum វាអាចអត់ទិញឬក៏1អញ្ចឹងវា answer 1អូខេធម្មតា inventory មួយអាចទិញបានតែ1ទេទិញច្រើនមិនទិញ1ហាក់បាត់ហ្នឹងអញ្ចឹងeach inventory can be great number by inventory transaction អញ្ចឹងក៏អាចទិញអានឹងច្រើនដងអញ្ចឹងអានេះវាបាន many អូខេ maximum one or many ប៉ុន្តែវា many អូខេអញ្ចឹងយើងមើលនេះខ្ញុំរូបនេះអូខេអញ្ចឹងអាព្រួញទៅនេះវាប្រាប់ថា every inventory item can be bought one too many times អញ្ចឹងបានន័យថានេះ inventory ហ្នឹងគេអាចទិញបានមួយឬក៏ច្រើនដងអញ្ចឹងឥឡូវឧទាហរណ៍ទៅអ្នកទាំងអស់លក់ទូរស័ព្ទអញ្ចឹងទូរស័ព្ទនៅ iPhone ហ្នឹងអាចទិញមួយឬក៏ទិញច្រើនអញ្ចឹងអ្នកទិញណា buy inventory ណាអូខេហើយ every inventory item one many buy នេះបានន័យថាលេខ1ហ្នឹងបានន័យថា1នេះគឺច្រើនអូខេអញ្ចឹងនេះគឺជា example ដែលមាន cardinality អាហ្នឹងគាត់ឲ្យជួយអ្នកទាំងអស់គ្នាយល់អំពី understand អំពី even នេះអូខេ set 2អញ្ចឹងយើង ask question 2 for each buy inventory យើងនៅខាង buy inventory transaction what are the smallest number of inventory item អញ្ចឹងនេះអូខេ so we 1 or 0 អញ្ចឹង the answer is 1ពីព្រោះធម្មតា buy inventory មួយអាច even អាចទិញមួយក៏ទិញច្រើន for each buy inventory transaction what are the greatest number គេទិញបានច្រើននេះសំណួរខាងនេះអញ្ចឹងសរុបមកវាចេះគេគូនេះតែជាមិនសូវយល់ទេមើលទៅអានេះវា focus ទៅលើក្នុងការជួយក្នុងការ design database សម្រាប់ធ្វើការងារក្នុង accounting system អញ្ចឹងបើអ្នកនរឃើញអញ្ចឹងអ្នកកុំឆ្ងល់បានន័យថា inventory មួយអាចបាយមួយឬក៏បាយច្រើនមិនអាចបាយ0ទេបាយ0មានណាគេបាយមិនអញ្ចឹងទេមិនអញ្ចឹងទេតោះណាអញ្ចឹងបាយ inventory មួយត្រូវបានបាយមួយឬក៏បាយច្រើនអាចបាយច្រើនក៏បានច្រើននេះគឺជាតកតងទៅនឹង candidate ជាមួយ buy inventory ជាមួយ employee ឃើញទេអានេះផ្សេងបានន័យថា every employee can be 0 to many buy even ព្រោះហេតុអី employee buy inventory បាច់អាចធ្វើ employee ឬក៏អត់ព្រោះមិនគ្រប់តែអ្នកបុគ្គលិកយើងទាំងអស់ត្រូវការទិញ inventory ឯអ្នកខ្លះអត់ត្រូវការជាង0អូខេអាច0 minimum 0អញ្ចឹងប៉ុន្តែក៏មាន employee មួយចំនួនច្រើនដែរដែលតើតើទិញ buy inventory អញ្ចឹងវា0អូខេអញ្ចឹងដល់យើងនិយាយពី employee វិញមួយ employee មួយអាច buy inventory បានតែមួយទេអត់អាច buy ទៅ buy អាចធ្វើសកម្មភាព buy inventory ច្រើនដល់ព្រោះនៅពេលដែលមានក្នុង transaction ហ្នឹងគឺមានតែមួយទេអញ្ចឹងបានវាមានតែមួយអូខេវាអាចច្រើនវាមានតែមួយគត់ជុំមនុស្សម្នាក់វាអាចធ្វើការទិញ inventory តែមួយគត់ហ្នឹងហើយវាអាចទៅទិញ inventory 2នាក់មិនធ្វើ employee តែមួយអូខេនេះគឺជា example មិនសូវយល់ក៏អត់អីដែរព្រោះនឹងតើតើនឹងការ design database ទេអូខេខ្ញុំព្យាយាម go through អ្នកទាំងអស់គ្នាទៅលើអ្វីមួយចំនួនទៀតដែលអ្នកទាំងអស់គ្នាអាច understand ពីលើនេះអូខេនេះសេរី model ពីបកខ្ញុំនឹងបង្ហាញពីនេះហ្មងអានេះយើងមើលទៅវាខ្ញុំបង្ហាញបកនេះអូខេអានេះបើយើងនិយាយពី database design ណាយើង database design មិនយើងមិនមាន4ទេមិនមាន inventory buy inventory vendor employee អានេះគឺជា relationship ជាមួយនឹងតកតងទៅនឹង real model ទៅលើdatabase សម្រាប់ database design អញ្ចឹងបានន័យថានៅពេលដែលគាត់ design database inventory ហ្នឹង database table inventory ហ្នឹងគឺ relationship គាត់ one to many អូខេ by inventory ក៏ one to many ដែរប៉ុន្តែសម្រាប់គាត់
build table relationship ជាមួយ vendor វិញគឺ one to many one to one ដូច employee ដែរអូខេអញ្ចឹងធម្មតាបើ inventory តអ្នក vendor អាចមានប៉ុន្តែ employer អាចអត់អូខេនេះជាឧទាហរណ៍មួយដែលអ្នកនរគ្នាពិបាកយល់មែនទេគាត់ថាគេប្រើជំនួយក្នុងការ design database អូខេខ្ញុំមើលស្រួលតិចទៅអូខេនេះ vendor ដែលយើងនិយាយថាយើង design មិញ table នេះគេ vendor នេះ employee table មាន field វាដែលយើងធ្វើការងារនេះតែទៅ field name id bla 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 នេះទៅមិនបាច់ឆ្ងល់រៀងទេអានេះគេអ្នក design database ទេអញ្ចឹងអ្វីដែលយើងគោលដៅដែលយើងសំខាន់នៅក្នុងមេរៀននេះគឺនៅសំណួរដែលខ្ញុំឲ្យអ្នកនរគ្នានឹងអូខេអានេះជា inventory table អូខេអានេះជា database design you don't have អ្នកនរគ្នាដែលសារអ្នកនរជា accounting មិនតែគ្រាន់អ្នកនរគ្នាយល់ជា concept ហ្នឹងទៅបានហើយមិនបាច់បារម្ភច្រើនទៅលើតើតើការងារហ្នឹងទេអូខេដឹងតែនឹងស្អីទៅបាននិយាយ design database ទេអញ្ចឹងជារួមមេរៀនហ្នឹងគឺតែប៉ុណ្្នឹងទេតើតើនេះហ្នឹងសង្ខេបមកវិញអញ្ចឹងអ្វីដែលសំខាន់ sorry អញ្ចឹងអ្វីដែលសំខាន់គឺទី1ចេះតែអញ្ចឹងអ្វីដែលសំខាន់ទី1គឺតកតងទៅនឹងអ្នកអាច compare contrast រវាង view និង event ដែលប្រើ RIA model ហ្នឹងគឺថា resource and event and also the agent ហ្នឹងនៅក្នុង accounting information system មួយទៀតគឺប្រើវាដើម្បីជំនួយទៅក្នុងការធ្វើ database ហ្នឹងតែប៉ុណ្ណឹងអូខេសំណួរមានណាមានសំណួរអីហ៎គឺយើងស្រួលណាចុំមេរៀនចប់បាត់ហើយចាចប់មេរៀនបាត់ហើយទៅមួយទៀតមិនហើយមិនទាំងអស់គ្នាអូយស្ងាត់ច្រើនហ៎ចេះអស់ហ៎ហើយមានចម្ងល់អីហើយមានចម្ងល់អីអត់ឥឡូវទុកពេលឲ្យ5នាទីឆ្ងល់បើមិនចឹងទៅមេរៀនមួយទៀតចប់បណ្ដោយទុកពេលឲ្យ5នាទីឆ្ងល់ឆ្ងល់ទេមានឆ្ងល់អីមកចូលមកឆ្ងល់ទេចុះអត់ឆ្ងល់យើងអាចទៅមេនេះមួយទៀតទេខ្លីដែរទេតែអញ្ចឹងយើងបាទចំពោះទីឈុំអត់យល់អានេះទេអាហ្នឹងគាត់អូខេអាហ្នឹងបានន័យថានៅក្នុងព្រឹត្តិការណ៍នៃការ buy inventory ស្គាល់ buy inventory ជា event មួយជា event មួយដែលកើតក្នុង system យើងណាអញ្ចឹងវាមិនមែនមានតែប៉ុណ្្នឹងទេវាមានច្រើនទៀតវាមានទៅលើ sale វាមានទៅ payroll បើកលុយដកលុយហ្នឹងសិតជា event ហ្នឹងបានតែពាក្យតែ event ហ្នឹងមិនថាជាព្រឹត្តិការណ៍មួយដែលកើតឡើងvớiយើងនិយាយទៅជាកិត្តិយស័ព្ទតើបងអញ្ចឹងអានេះគេបញ្យល់អំពីករណីដែលគេទិញ inventory event ទិញ inventory អូខេ event ទិញ inventory ទៅវាមានអីខ្លះ
chẳng event tên inventory đó cứ việc thử miên resource bỏ resource với thật cả chẳng resource là dương tới tên inventory miên tên inventory mà chẳng không nó nông đáy bởi tại tôi là settlement cứ việc thử miên lùi tại đấy ở đây cả này là tên inventory đòn chẳng thông đá tên inventory thì miên thử miên inventory là mấy tên hai là na là tên bà này thay là tính ai employee ai nhận lục bộc lực dương mùi na là một tên ok hai tên pi ná đi tới tên pi vendor ok toàn đó nè luộc chẳng là mấy tên inventory dương thử tên inventory ấy hay tên pi là na pi nè luộc hay là luộc nhận na là tên pi employee chẳng chỉ ruộng đang pe là một nút chia một nút để cho ruộng một trong event cái hai thằng resource ý lại đi hai tất cả là tên những được gọi chỉ cái giả sắm cái hai thằng event hai inventory ní cái hai thằng xong tô inventory ní cái hai thằng resource này chỉ event là đi chia agent ok rồi đó con bạn còn bỏ cái trong sai trong ao chui đi mà chui đi phức là để cha bỏ cả nhưng tự biết cha lên nhanh hơn mấy nó càng lớn ở đấy rồi còn phải lên ấy thế thôi cha thơ giờ đấy giờ đi thì so ca nghe tiếp hơi toàn hải cha bỏ cho em tâm mới đấy mấy mấy cái chơi cha bỏ chăm tờ đấy chăm mà chui tới mấy cái nó ngày họ cái chơi ca ok chẳng toàn đấy con mình bên đa số mình bạc people design that way nè còn là show relationship rồi bỏ tầm nè tầm nông rồi viên anh đứng á chân nhung vụ vô cái này mà cho con lớp đây mà nhưng phải hai món một số vô ok trời ơi cái liêng trong cả sai này ok rồi chẳng không nên lôi tình ai đã lên ok chẳng mấy cô xua tha nó phở tới ấy anh ấy cái pra sầm đạp chuiในโครงการ design เนี่ยแต่แบบพวกนั้นเนี่ยตำแหน่งเนอมวยโซนนี่จะเนี่ยตำแหน่งចឹងខ្ញុំឲ្យមើលរូបភាពជារួមសិនបានន័យថាព្រឹត្តិនៅក្នុង design ដែលតែក្នុងព្រឹត្តិការណ៍មួយគឺក្នុងការទិញ inventory ហ្នឹងបានន័យថាទិញ inventory យើងអាចទិញអីគេបានន័យទិញ inventory buy inventory នេះអញ្ចឹងធម្មតាយើងត្រូវមិនសួរសំណួរ4មិនអញ្ចឹងហីអញ្ចឹងយើងត្រូវឈរនៅកន្លែងណាទី1បើយើងឈរនៅ inventory យើងទៅសួរថាតើ inventory នឹងត្រូវបាន buy action នឹងយ៉ាងតិចបំផុតប្រមាណអូខេហើយច្រើនបំផុតប្រមាណធម្មតា inventory ត្រូវ buy action ត្រូវមាន buy ត buy inventory តមានតែខាត់តិចមួយអញ្ចឹងចុះ buy inventory buy ច្រើនបានអត់បានអញ្ចឹងវាមួនតិចបំផុតមួយច្រើនបំផុតច្រើនអូខេតោះណាអញ្ចឹងមកឈរខាង buy inventory នេះវិញអញ្ចឹង buy inventory action នេះតើត្រូវការ inventory នេះមកធម្មតា buy មិនអាច buy 0ទេ buy 0មិនកើតតែអាច buy មួយ buy item នៅមួយឥឡូវដូចថា inventory ជា iPhone ចុះ iPhone 15ចុះ16ចុះអញ្ចឹង iPhone 16នេះគាត់បើហ៊ានទិញត្រូវទិញមួយឯងមិនអាចទិញ0មកអញ្ចឹងឯងទិញយ៉ាងតិចមួយសួរទិញច្រើនមែនអត់បានអញ្ចឹងមកមួយឬក៏ច្រើនអូខេតោះណាអាហ្នឹងមួយអញ្ចឹងដូចគ្នាដែរបើយើងនិយាយព្រោះពីរនេះវាតាក់ទងមកគូនេះទេអាណាមានមួយតាក់ទងគ្នាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវការ buy inventory ត្រូវការ vendor ត្រូវការមានអ្នកលក់មិនអញ្ចឹងហីទឹកមិនក៏មានអ្នកលក់មួយដែរមិនអញ្ចឹងដូច iPhone អញ្ចឹងវាទិញអ្នកលក់ឲ្យយើងអញ្ចឹងមានន័យថាយើងអាចទិញពីអ្នកលក់មួយឬក៏ទិញពីអ្នកលក់ច្រើនឥឡូវខ្ញុំទិញ inventory ហ្នឹងខ្ញុំត្រូវការទិញពីអ្នកលក់តែមួយឯងទិញពីគេហៅថាហាងលេខ1ប៉ុន្តែខ្ញុំអាចទិញពីហាងលេខ2លេខ3លេខ4បានដែរអញ្ចឹងបានន័យថានៅពេល buy inventory ទៅនៅ vendor ទៅអ្នកតំណងយ៉ាងតិចមួយมันអាច buy ពីអត់អ្នកលក់បានទេប៉ុន្តែទិញពីអ្នកលក់ច្រើនមកបានប៉ុន្តែបើឈរជាមួយអ្នកលក់នេះវិញអ្នកលក់ឲ្យបានតែមួយឯងបានតែម្នាក់ឯណាប
và sạc cam phím nữa còn đấy tên mà đong mùi mình nè nghề thư toàn mà đong cho bài trong tinh xây thiết cứ trong tinh chớn đong nè lụa đại cứ bà này tại tàu vận chuyển chắc một cái đạm mùi employee đôi khi mà được mình nước con practica nó có thưa bàn tầm mùi hồ ọt mà nước có thưa cả này chẳng chúng tôi ọt bốc lực đó nè chúng bốc lực có thể sắp mít tinh như chẳng có giờ thứ tầm đón càng nó chọc ok tinh nữa ok lực khối tiết nó mà đong tiệt sẽ tiệt toàn đấy ok kéo cái server đây cái server system đây miền nào server đây server chỉ nuôi trong ca design ở đây kèm nhẹ thằng nó trong database có đấy không toàn đấy cũng thấy vậy ok chẳng ở đây như từ clarify time tức là bây giờ chụp này các bạn này chắc đạn mà mê điên thì tới clay mê điên sai clay khăn cối cái clay nè chẳng như ví dụ tới